ចោរលូជាទាអសុនក្នុងមន់ក្នុងវត្តយកលក់បានលុយទិញគ្រឿងញៀនជាអូកេជាខ្លួនបាន2ថ្ងៃអស់លះជនសង្ស័យម្នាក់ជាចោរលួចតាក់ឆ្កែក្នុងវត្តនិងសត្វមន់យ៉ាងសកម្មពេលរាត្រីរួមទាំងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនទៀតត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរយៈពេល2ថ្ងៃទើបបង្ក្រាបបានការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង 04:30 នាទីល្ងាចថ្ងៃទី18 ខែមិថុនាឆ្នាំ2025នៅចំណុចក្នុងវត្តបល្ល័ង្កផ្កាឈូកស្ថិតក្នុងភូមិទំនប់សាបឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាលសមត្ថកិច្ចស្រុកអង្គស្នួលបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះឈុំឈឿនភេទប្រុសអាយុ42ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិព្រៃតឹងឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាលក្នុងនោះវត្ថុតាងចាប់យករួមមានធ្នាក់សម្រាប់តាក់សត្វឆ្កែធ្វើពីដើមឫស្សីចំនួន01ដើមនិងម៉ូតូ01គ្រឿងម៉ាក Honda Super Cup 90 សេរីចាស់ពណ៌ទឹកសមុទ្រគ្មានផ្លាកលេខលោកបានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុព្រះចៅអធិការវត្តបល្ល័ង្កផ្កាកឈូកមានសង្កេតការថាកាលពីវេលាម៉ោង 09:15 នាទីយប់ថ្ងៃទី16 ខែមិថុនាឆ្នាំ2025មានជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកHonda គុកជ្រុង01គ្រឿងមិនចាំផ្លាកលេខមកឈប់ក្នុងបរិវេណក្បែរវត្តហើយចុះពីលើម៉ូតូយកធ្នាក់មកតាក់សត្វឆ្កែកំពុងដេកបានចំនួន01ក្បាលក្រោយពីតាក់សត្វឆ្កែបានហើយជនសង្ស័យក៏បានបន្តទៅលួចចាប់យកសត្វមាន់ដែរកំពុងដេកនៅក្នុងតូបលក់ចាប់ហួយក្បែរផ្លូវចូលវត្តអស់ប្រហែល04ក្បាលហើយក៏ជិះម៉ូតូគេចខ្លួនចេញអស់បាត់ទៅក្រោយពីទទួលសេចក្តីរាយការណ៍ភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលលំហាចសហការគ្នាជាមួយកម្លាំងជំនាញស្រុកអង្គស្នួលចុះដល់កន្លែងកើតហេតុនិងទទួលពាក្យបណ្ដឹងហើយបន្តធ្វើការស្រាវជ្រាវរហូតលុះមកថ្ងៃទី18 ខែមិថុនាឆ្នាំ2025វេលាម៉ោង 4:30 នាទីល្ងាចក៏កម្លាំងសមត្ថកិច្ចផ្នែកជំនាញនិងប៉ុស្តិ៍ធ្វើការកំណត់មុខសញ្ញារហូតឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកធ្នាក់យកតាក់ឆ្កែនិងលួចសត្វមាន់ក្នុងបរិវេណវត្តបល្ល័ង្កផ្កាកឈូកពិតប្រាកដមែនដោយយកទៅលក់បានលុយ 50,000 រៀលហើយលុយនោះយកទៅទិញគ្រឿងញៀនជក់ជាមួយបាក់ពុះនៅក្នុងភូមិអស់បាត់ទៅហើយជនសង្ស័យខាងលើបានបន្តសារភាពទៀតថាខ្លួនចេះប្រើប្រាស់គ្រឿងញៀនរយពេល2ឆ្នាំមកហើយបច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់បើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ